Yorobun and Yasayo, so say me a docnia, thought Kani young but all Marian young teeth, and Jungle Tiny young success all Marian tea some sub by young success on Peter Mongro, Rugo Ura. តោះមុននឹងចូលដល់មេរៀនសម្រាប់អ្នកដែលមិនទាន់បានចុច Subscribe សូមជួយចុច Subscribe ហើយនឹងដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានមេរៀនថ្មីៗទាក់ទងអំពីចំណេះដឹងផ្នែកភាសាកូរ៉េពី Channel Ham តោះឥឡូវដើម្បីកុំឲ្យខាត់ពេលយូរយើងចូលដល់មេរៀនយើងទាំងអស់គ្នាណាបាទមេរៀនទី30ទម្រង់រឬរតោះឥឡូវយើងមើលនិយមន័យទាំងអស់គ្នាណាបាទពាក្យរឬរមានន័យថាដើម3វាប្រើនៅពីខាងក្រោយគុណនាមឬកិរិយាសព្ទ ហើយវាគឺជាឆ្នោបសម្រាប់ភ្ជាប់ពាក្យពីពាក្យមួយទៅពាក្យមួយឬពីប្រយោគមួយទៅប្រយោគមួយទៀតរសម្រាប់ប្រើប្រាស់ជាមួយនឹងស្រៈចំណែករគឺសម្រាប់ប្រើប្រាស់ជាមួយនឹងព្យញ្ជនៈតោះនេះទាំងអស់គ្នាបាទអញ្ចឹងរហ្នឹងមានន័យថា3បាទវាគឺជាឆ្នោបសម្រាប់ភ្ជាប់ពីកិរិយាសព្ទមួយទៅកិរិយាសព្ទមួយទៀតឬក៏ពីកិរិយាសព្ទទៅគុណនាមឬក៏ពីគុណនាមទៅកិរិយាសព្ទតោះនេះបាទ តោះឥឡូវយើងមើលឧទាហរណ៍ទាំងអស់គ្នាបាទឧទាហរណ៍ទី1គេដាក់ថា 0 ដាបូកនឹងខាដាបាទពីពាក្យពីរហ្នឹងបូកបញ្ចូលគ្នាទៅគឺស្មើនឹងពាក្យថាទៅលេងប៉ុន្តែនៅក្នុងភាសាកូរ៉េគឺគេអាចប្រើប្រាស់បែបហ្នឹងបានទេបាទគឺអត់ត្រឹមត្រូវណាអញ្ចឹងគឺយើងត្រូវភ្ជាប់ពាក្យពីរហ្នឹងឲ្យជាប់គ្នាបាទអញ្ចឹងដើម្បីភ្ជាប់ពាក្យពីរហ្នឹងឲ្យជាប់គ្នាគឺយើងត្រូវប្រើរឬក៏រអញ្ចឹងយើងត្រូវធ្វើយ៉ាងម៉េចបាទគឺយើងត្រូវមើលពាក្យថា 0 ដាយើងលុបដាចេញបាទនៅសល់ពាក្យថា 0 បាទ 0 គឺបញ្ចប់ដោយស្រៈឬក៏ព្យញ្ជនៈទាំងអស់គ្នាបាទគឺបញ្ចប់ដោយព្យញ្ជនៈប៉ុន្តែព្យញ្ជនៈនេះគឺជាព្យញ្ជនៈរីអ៊ឺលអញ្ចឹងកាលណាអាតម្រងរឬហ្នឹងប៉ះជាមួយនឹងរីអ៊ឺលគឺយើងអត់ប្រើរទេគឺយើងប្រើត្រឹមតែរតោះណាបាទអញ្ចឹងយើងបានអីគេបាន0លបាទអញ្ចឹងពាក្យពីរហ្នឹងបូកបញ្ចូលគ្នាទៅគឺបាន0លខាដាមានន័យថាទៅលេងបាទយើងមើលឧទាហរណ៍ទី2 ឧទាហរណ៍ទី2គេដាក់ថាមកតាបូកនឹងខាដាមានន័យថាទៅញ៉ាំប៉ុន្តែប្រយោគពាក្យពីរហ្នឹងយើងអាចយកទៅប្រើប្រាស់បាននៅទាំងអស់បាននៅទេអញ្ចឹងយើងត្រូវធ្វើយ៉ាងម៉េចបាទគឺយើងត្រូវបន្ថែមរឬក៏រអញ្ចឹងយើងថែមនៅកន្លែងណាគឺយើងត្រូវថែមវានៅកណ្ដាលបាទបើថែមនៅកណ្ដាលយើងត្រូវលុបដាលើពាក្យខាដាឬក៏មកតាទាំងអស់គ្នាបាទគឺយើងត្រូវលុបដានៅពាក្យមកតាតោះណាបាទអញ្ចឹងមកតាលុបដាចេញសល់អីគេសល់មកបញ្ចប់ដោយស្រៈឬក៏ព្យញ្ជនៈបាទគឺបញ្ចប់ដោយព្យញ្ជនៈបើព្យញ្ជនៈយើងប្រើរឬក៏របាទគឺយើងត្រូវប្រើរយើងបានមកគឺរបាទមកគឺរខាដាទៅញ៉ាំតោះនេះទាំងអស់គ្នាបាទតោះយើងមើលទី3បាទទី3គេដាក់ថាសាដាបូកនឹងខាដាសាដាបូកខាដាគឺមានន័យថាទៅទិញប៉ុន្តែយើងអាចប្រើបានទេបាទគឺយើងអាចប្រើបានទេគឺយើងត្រូវភ្ជាប់ពាក្យពីរហ្នឹងឲ្យជាប់គ្នាសិនបាទដើម្បីភ្ជាប់ពាក្យពីរហ្នឹងឲ្យជាប់គ្នាគឺយើងត្រូវប្រើអីគេទាំងអស់គ្នាបាទប្រើរឬក៏រដូចនៅខាងលើដូចគ្នាណាបាទអញ្ចឹងយើងត្រូវលុបដាចេញមួយបាទលុបដាចេញនៅលើពាក្យអីគេបាទនៅលើពាក្យថាសាដាលុបដាចេញនៅសល់ពាក្យអីគេសល់ពាក្យសាបញ្ចប់ដោយស្រៈឬក៏ព្យញ្ជនៈទាំងអស់គ្នាបាទគឺបញ្ចប់ដោយស្រៈបើបញ្ចប់ដោយស្រៈយើងប្រើរពេលយើងបូករទៅបានអីគេគឺសារខាដាបាទទៅទិញយើងមើលទី4បាទទី4គេដាក់ថាផូដាបូកនឹងខាដាទៅមើលប៉ុន្តែយើងអាចប្រើប្រាស់បាននៅទេគឺយើងត្រូវភ្ជាប់វាសិនអញ្ចឹងភ្ជាប់វាយើងត្រូវធ្វើយ៉ាងម៉េចបាទយើងត្រូវលុបដាចេញបាទលុបដានៅណាបាទគឺលុបផូដាបាទលុបដាចេញនៅសល់ពាក្យផូបញ្ចប់ដោយស្រៈឬក៏ព្យញ្ជនៈបាទគឺបញ្ចប់ដោយស្រៈបើបញ្ចប់ដោយស្រៈយើងប្រើអីគេបាទគឺប្រើរតោះនេះទាំងអស់គ្នាបាទអញ្ចឹងយើងបានអីគេផូរខាដាបាទទៅមើលតោះនេះតោះឥឡូវយើងមើលអ៊ីគីយ៉នស៊ឺបទាំងអស់គ្នាណាអ៊ីគីយ៉នស៊ឺបមានន័យថាម៉េចទាំងអស់គ្នាបាទគឺមានន័យថាអនុវត្តការអានបាទតោះយើងមើលទី1គេដាក់ថាខុងវ៉ុនអេសណូឡខាឡេយ៉ូបាទខុងវ៉ុនអេសណូឡខាឡេយ៉ូតោះនេះទាំងអស់គ្នាបាទអញ្ចឹងខុងវ៉ុនហ្នឹងអីគេទាំងអស់គ្នាបាទខុងវ៉ុនហ្នឹងគឺមានន័យថាសួនច្បារអេសមានន័យថានៅឯបាទណូឡខាឡេយ៉ូគឺបបួលបាទគឺបបួលទៅលេងបាទទៅលេងអត់តោះនេះបាទខុងវ៉ុនអេសណូឡខាឡេយ៉ូទៅលេងនៅសួនអត់តោះនេះបាទខាឡេយ៉ូហ្នឹងគឺទម្រង់បបួលទៅណាបាទតោះយើងមើលទី2បាទទី2គេដាក់ថាភូលកូគីរឺលមកគឺរខាប់ស៊ីដាបាទ
តោះទៅញ៉ាំសាច់អាំងបាទខាប់ស៊ីដានេះក៏ទម្រង់បបួលដែរណាបាទប៉ុន្តែវាគឺជាពាក្យគួរសមបាទហើយអាពាក្យមានលេបាទខាល់លេយ៉ូហ្នឹងគឺទម្រង់បែបសួរយើងសួរគេតើតោះទៅអត់អញ្ចឹងណាប៉ុន្តែអាខាប់ស៊ីដានេះតោះទៅហ្មងបាទគឺយើងអត់សួរទេតោះទៅតោះយើងទៅតោះណាបាទភូលគូគីឬមកគឺរខាប់ស៊ីដាតោះទៅញ៉ាំសាច់អាំងបាទយើងមើលទី3គេដាក់ថាអូស៊ឺលសារ៉ខាចាបាទខាចានេះក៏បបួលដែរណាបាទបបួលដែរប៉ុន្តែវាអត់លក្ខណៈសួរទេបាទគឺទៅហ្មងដូចខាប់ស៊ីដាអញ្ចឹងណាខាចាខាប់ស៊ីដាឬក៏ខាសេយ៉ូពាក្យ3ហ្នឹងគឺប្រើដូចគ្នាណាបាទតោះទៅដូចគ្នាបាទសូមទៅដូចគ្នាណាបាទអញ្ចឹងប្រយោគទី3ហ្នឹងគេដាក់ថាអូស៊ឺសារ៉ខាចាបាទតោះទៅទិញខអាវបាទតើយើងមើលទី4បាទទី4គឺជាប្រយោគបញ្ចប់របស់យើងបាទគេដាក់ថា Yong Farul Poro Kaleo បាទគឺបបួលទៀតហើយបាទគឺបបួលទៅណាទាំងអស់គ្នាបាទគឺបបួលទៅមើលកុនអញ្ចឹងប្រយោគនេះគេបកថាម៉េចបាទគេដាក់ថា Yong Farul Poro Kaleo តោះទៅមើលកុនអត់បាទទៅមើលកុនទេយើងប្រើធម្មតាអញ្ចឹងទៅបាទអញ្ចឹងនៅក្នុងពាក្យរនេះគឺយើងមានន័យថាដើម្បីអញ្ចឹងឯងទាំងអស់គ្នាបាទប៉ុន្តែនៅក្នុងប្រយោគយើងគឺអត់មានបកប្រែពាក្យដើម្បីទេបើសិនជាយើងបកប្រែពាក្យដើម្បីគឺវាឆ្កងពិបាកស្ដាប់បាទប៉ុន្តែនៅក្នុងភាសាកូរ៉េគឺមានណាដើម្បីហ្នឹងបើសិនជាបកពីជាភាសាខ្មែរគឺអត់មានទេបាទអញ្ចឹងខ្ញុំឧទាហរណ៍ប្រយោគយើងសារឡើងវិញបាទខុងវ៉ុនអេសណូឡខាឡេអូបាទគឺយើងអាចបកថាតោះទៅដើម្បីលេងនៅសួនច្បារបានទេបើសិនជាយើងបកអញ្ចឹងយើងស្ដាប់បានទេបាទអត់ទេបាទអញ្ចឹងគឺយើងត្រូវបកត្រឹមណាបាទគឺយើងត្រូវលុបដើម្បីចេញគឺយើងបកត្រឹមតែតោះទៅលេងសួនច្បារអត់បាទតោះណាដូចពាក្យទី2អញ្ចឹងទី2គេដាក់ថាភូលកូគីរុលមុខរខាប់ស៊ីដាយើងមិនអាចបកប្រែថាតោះទៅដើម្បីញ៉ាំសាច់អាំងបានទេបាទយើងបកបានប៉ុន្តែយើងពិបាកស្ដាប់ហ៎បាទគឺពិបាកស្ដាប់អញ្ចឹងគឺយើងមិនបកប្រែពាក្យថាដើម្បីនឹងទេតោះនេះទាំងអស់គ្នាបាទអញ្ចឹងប្រយោគផ្សេងទៀតក៏ដូចគ្នាណាបើសិនជាអ្នកទាំងគ្នាជួបពាក្យរឬក៏រហ្នឹងបាទបកយ៉ាងណាឲ្យអ្នកដែលស្ដាប់ហ្នឹងគាត់ស្ដាប់យល់ប៉ុន្តែបើសិនជាយើងបកពាក្យដើម្បីហ្នឹងគឺយើងពិបាកក្នុងការស្ដាប់យល់តោះនេះទាំងអស់គ្នាបាទអញ្ចឹងក្នុងភាសាកូរ៉េការបកប្រែគឺបកប្រែបែបហ្នឹងបាទមានពាក្យខ្លះគឺយើងត្រូវលុបចោលតែមានពាក្យខ្លះគឺយើងត្រូវបំពេញឲ្យគេដោយសារតែភាសានៃការប្រើប្រាស់ហ្នឹងវាអត់ដូចគ្នាទេជាមួយនឹងភាសាខ្មែរយើងណាបាទអូខេអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់មេរៀនយើងគឺយើងបញ្ចប់ត្រឹមតែប៉ុណ្ណេះហើយយើងនឹងជួបគ្នានៅក្នុងមេរៀនក្រោយទៀតអានយ៉ង